Nè mô tassa bhagavata arahata samma sambuddhassa. Nè mô tassa bhagavata arahata samma sambuddhassa. Nè mô tassa bhagavata arahata samma sambuddhassa. Namattha Ratanatiyassa. ខ្ញុំព្រះអង្គសូមលើកកំបងអញ្ជលីនមស្ការថ្វាយបង្គំទៅដល់ចំពោះគុណកែវទាំង3ពុទ្ធរតនកែវគឺព្រះពុទ្ធធម្មរតនកែវគឺព្រះធម៌សង្ឃរតនកែវគឺព្រះសង្ឃរតនៈទាំង3ប្រការជាកែវដ៏ដងអដំពងពោះប្រសើរលើសលោកក្នុងលោកសូមព្រមនៅសេចក្តីគោរពរាប់អានចំពោះករុណាគ្រប់ព្រះអង្គមានព្រះអង្គគ្រូចារិកាវត្តក្តីដើមជាដើមទាំងនៅនាព្រឹកថ្ងៃអាទិត្យ8កើតខែចេសឆ្នាំឆ្លូវឯកស័កពុទ្ធសករាជ2553ត្រូវនៅថ្ងៃទី31ខែឧសភាឆ្នាំ2009ណាវេលាព្រឹកម៉ោង7ព្រឹកមានការប្រគេនយគូដល់ព្រះសង្ឃបន្តមកនេះគឺដល់ពេលបារតមានធัวជាអារម្មណ៍គឺការសម្ដែងពធទេសនានិងការស្ដាប់ពធទេសនាដែលមានខ្ញុំកណ្ដាលបាភិបរួមជាមួយព្រះអង្គគ្រូចារិកាវត្តក្តីដើមសម្ដែងពធដល់ទៅម៉ោង10ប្រគេនចង្ហាន់ព្រះសង្ឃម្ដងទៀតគ្រាន់តែមកព្រឹកនោះ2ដងបាត់ណាហើយដល់ទៅម៉ោង1រសៀលជួបជុំពុទ្ធបរិស័ទចិត្តឆ្ងាយនៅសាលាព្រះសមណគោតមស្រុកស្ទងខេត្តកំពង់ធំនេះធ្វើបទនមស្ការបរតនត្រ័យសមាទានសិលនិងចម្រើនព្រះបរិត្តម៉ោង 1:30 នាទីរសៀលធ្វើកិច្ចបដិសន្ធារៈចំពោះភ្ញៀវកិត្តិយសនេះហើយម៉ោង 2ចំណាប់អារម្មណ៍របស់ឯកឧត្តមមិនខិនរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនានៃព្រះរាជាណាចក្រកម្ពុជាណាតបមកទៅបងប្រសើរដឹកនាំដោយលោកអាចារ្យជុចបាណាដល់ទៅឯកឧត្តមនឹងភ្ញៀវកិត្តិយសត្រឡប់ទៅវិញយើងចូលសិក្សាពធធម្មតានឹងនេះហ្នឹងណានឹងជាតំណែងក្នុងកម្មវិធីបុណ្យថ្ងៃនេះចឹងពុទ្ធបរិស័ទមកមានវិច្ចបាយមកមានទេនឹងវិច្ចបាយមកក៏វិសាខ្លួនឯងទៅហើយបើមិនបានវិច្ចទេចាំមើលសេះសាំងពីលោកទៅហើយបើមិនសេះសាំងទេត្រឡប់ទៅផ្ទះម៉ោង 1 វិញណោះនឹងគ្រាន់តែជាតំណែងណាហើយបាទធូរអីទេយើងឯហ្នឹងណាឧទ្ទេសទៅឃើញញាតិញោមមកអដែលណាបើសិភៅមើលបាញ់មិញហ្នឹងឃើញត្រង់ចំណុចព្រះអង្គសម្ដែងដាស់តឿនពុទ្ធបរិស័ទឲ្យពិចារណាថាអធុវੰមេជីវិតា
គេថាជីវិតរបស់អាត្មាអញមិនទៀងធុវាំងមេមរណាំក៏ប៉ុន្តែសេចក្តីស្លាប់របស់អាត្មាអញទៀងណាហើយឲ្យពិចារណាតទៅទៀតថាអាត្មាអញនឹងគង់តែមានសេចក្តីស្លាប់ហើយអាត្មាអញនឹងមានសេចក្តីស្លាប់ជាទីបំផុតនៃជីវិតនេះណាចុងក្រោយព្រះអង្គសម្ដែងថាណាជីវិតាំងមេអនិច្ចតាំងជីវិតរបស់អាត្មាអញនឹងមិនទៀងទេមើលសុកខ្យល់បដើទៅពេទ្យមួយមិញមែនទេហ្នឹងជីវិតាំងមរណងមេនិច្ចតាំងឯសេចក្តីស្លាប់ប្រកបជាទៀងចំពោះអាត្មាអញមិនខាតទេនឹងនៅពេលដែលពុទ្ធបរិស័ទច្រើនកកនៅនៃដែនអលវ័យមកទទួលព្រះអង្គស្មានតែបានដោយមីមកចប់អីស្រាប់តែព្រះអង្គឲ្យពិចារណារឿងងាប់ណាមកតែបានអីជាអនុស្សាវរីយ៍ប៉ុន្តែព្រះអង្គឲ្យនៅបទពិចារណាទាំងអស់គ្នានឹងគឺឲ្យពិចារណាថាជីវិតនឹងមិនទៀងសេចក្តីស្លាប់ទៀងជីវិតនឹងមានសេចក្តីស្លាប់ជាទីបំផុតនឹងរតនានិមន្តព្រះអង្គគ្រូចារិកាបញ្ញែបញ្យលបន្ថែមនៅក្នុងសេចក្តីនឹងរួមជាមួយនឹងការលើកនៅពធជាបុគ្គលាធិដ្ឋានឬក៏ជាធម្មាធិដ្ឋានដើម្បីបញ្ជាក់នៅក្នុងពុទ្ធដីកាទាំងអស់នឹងដែលមានសម្ដែងថាជីវិតមិនទៀងសេចក្តីស្លាប់ទៀងជីវិតនឹងមានសេចក្តីស្លាប់ជាទីបំផុតជាពាក្យធម្មតាក៏ប៉ុន្តែសូមនិមន្តព្រះអង្គសម្ដែងក្រែងមានឧទាហរណ៍យ៉ាងណាដើម្បីជាការដាស់តឿនគំនិតស្មារតីរបស់យើងទាំងអស់គ្នាដែលកំពុងតែរស់នៅក្នុងធម៌នឹងឯងណាធម៌ស្លាប់ហ្នឹងណាធម៌មិនទៀងហ្នឹងគឺជាការមិនទៀងរបស់ជីវិតនឹងឯងទាំងសូមរតនានិមន្តណាមោតាសៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈណាមោតាសៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈណាមោតាសៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈនមថរតនតយសវន្ទាមិសម្រាប់អង្គសម្ដេចកំបងអញ្ជលីនមស្ការឧទ្ទិសដៃចំពោះប្រជុំ3នៃបរតនត្រ័យដែលជារតនៈដ៏ដងដំប្រសើរគង់ខ្ពស់លើលោកដោយសេចក្តីគោរពជ្រះថ្លាដល់ក្រៃលែងមួយលើសូមធ្វើនៅសេចក្តីគោរពក្រាបសពឹកនមស្ការចំពោះលោកម្ចាស់គ្រូដែលជាគ្រូជាម្ចាស់នៃខ្ញុំបកណាទាំងឡាយនិងសូមក្រាបថ្វាយបង្គំចំពោះគ្រូចារិកាគ្រប់វត្តទាំងអស់ដែលបានចូលរួមកម្មវិធីបុណ្យការប្រាក់នៅសាលាសិក្សាប្រធមព្រះសមណគោតមដែលសិក្សាទៅតាមគម្ពីរបត្រៃបិដកនិងសូមធ្វើនៅសេចក្តីរាប់អានចំពោះលោកមានអាយុគ្រប់ព្រះអង្គមានភិក្ខុនិងសាមណេរទាំងឡាយដែលគង់នៅក្នុងសាលាសិក្សាប្រធមនៅក្នុងថ្ងៃនេះហើយសូមចម្រើនពរដល់ញាតិញោមពុទ្ធបរិស័ទដែលបានអញ្ជើញមកចូលរួមយ៉ាងច្រើនដើម្បីអបអរសាទរក្នុងកម្មវិធីបុណ្យការប្រាក់សាមគ្គីដែលកម្មវិធីនៅព្រឹកនេះមានសម្ដែងប្រធមខ្ញុំគណៈអាត្មាភាពក៏បានលោកម្ចាស់គ្រូផ្ដល់ឱកាសដើម្បីឲ្យបានការសម្ដែងនៅប្រធមដែលជាចំណេះដឹងដ៏តិចតួចដែលបានសិក្សាមក
បានជាប្រយោជន៍ក្នុងធម្មទានក៏ដូចជាការទូន្មានអប់រំកណាគ្រប់ព្រះអង្គនិងញាតិញោមពុទ្ធបរិស័ទបានជាប្រយោជន៍យើងដឹងថាជីវិតរបស់យើងដោយលោកម្ចាស់គ្រូបានលើកហើយថាជីវិតរបស់យើងវាមិនទៀងក៏ប៉ុន្តែសេចក្តីស្លាប់វាទៀងត្រង់ចំណុចថាមិនទៀងគឺថាមិនដឹងថាស្លាប់ថ្ងៃណាក៏ប៉ុន្តែសេចក្តីស្លាប់ទៀងថានឹងស្លាប់ហ្នឹងហើយប៉ុន្តែរស់នៅជីវិតដែលដឹងថាជីវិតរបស់យើងវាមិនទៀងហើយតែយើងត្រូវមានអ្វីដែលជាប្រយោជន៍នៅក្នុងជីវិតនេះដែលជីវិតយើងកំពុងតែពោពេញទៅដោយសេចក្តីទុក្ខហើយបើដឹងថាជីវិតនឹងមានសេចក្តីទុក្ខហើយតែដើម្បីយកអ្វីហ្នឹងទៅដោះស្រាយឲ្យជីវិតនឹងបានសុខខ្លះព្រោះយើងដឹងហើយថាសត្វលោកយើងនេះភ័យបំផុតហ្នឹងគឺខ្លាចសេចក្តីស្លាប់ហ្នឹងឯងជាពិសេសហ្នឹងគឺថាពុទ្ធជនដែលនៅមានកិលេសនឹងឯងភ័យខ្លាចស្លាប់អត់ចង់បែកទេមិនថាព្រះសង្ឃមិនថាជាបាសកបាសិកាគឺថាអត់ចង់ទៅបីជាដោយបុគ្គលខ្លះពិការវៈយវៈហើយក៏នៅតែចង់រស់ដោយសារស្រឡាញ់ជីវិតដូចជានៅកន្លែងខ្លះទៅក៏ដើម្បីជីវិតនឹងឯងក៏ខំសុំទានគេទៅអ្នកខ្លះដាច់ដៃដាច់ជើងអីចឹងគឺដោយសារតែជីវិតនឹងឯងព្រោះថាអ្វីត្បិតតែអវយវៈនឹងពិការក៏ពិតមែនក៏ប៉ុន្តែឲ្យតែមានជីវិតនឹងមើលគេមើលឯងចឹងទៅចង់រស់ណាក៏ប៉ុន្តែទន្ទឹមនឹងរស់ហ្នឹងគឺត្រូវតែមានប្រធមដែលជាឱសថមួយសម្រាប់ឲ្យយើងនឹងជ្រះថ្លានៅក្នុងដំណើរជីវិតយើងហើយតើតែមានប្រធមតើតែយើងចេះស្ដាប់ដើម្បីបង្កើតឲ្យមានបញ្ញាដឹងថាជីវិតនឹងមានបញ្ញាវាប្រសើរបញ្ញាជីវੰជីវតមេហុសេថាំងជីវិតមានបញ្ញាគឺជាជីវិតដ៏ប្រសើរព្រះអរិយបុគ្គលទាំងឡាយក្រោយពីលោកបានទៅជាសោតាបនៈបុគ្គលហើយលោកអត់មានស្ដាយជីវិតលោកដូចជាដំណើររឿងដែលញាតិញោមបកណាគ្រប់ព្រះអង្គតែងតែបានសិក្សារៀនសូត្រអំពីសំណាក់លោកម្ចាស់គ្រូហើយអរិយបុគ្គលខ្លះបានទទួលជាសោតាបនៈបុគ្គលមកលោកអត់ស្ដាយអំពីជីវិតព្រោះដឹងថាជីវិតនេះបើស្ដាយមកក៏អត់ដឹងការពារយ៉ាងម៉េចឲ្យគេចផុតអំពីសេចក្តីស្លាប់មកបានដែរដោយហើយទៅសំបីតែព្រះសម្មាសម្ពុទ្ធជាអគ្គបុគ្គលក៏ព្រះអង្គត្រូវតែបរិនិព្វានសាវកព្រះអង្គអគ្គសាវកស្ដាំឆ្វេងឬក៏សាវកដ៏ច្រើនទៀតក៏ព្រះអង្គត្រូវតែបរិនិព្វានវិធិតនៅក្នុងសេចក្តីស្លាប់ដូចគ្នាក៏ប៉ុន្តែអរិយបុគ្គលគឺជាកំណត់ចុងក្រោយដែលលោកបានបរិនិព្វានហើយនៅតែយើងគ្រប់គ្នាដែលវិលលន្ទូលនៅក្នុងសង្សារវដ្តនេះច្រើនជាតិជាអនេកប៉ុន្តែឲ្យបកណាញាតិញោមទាំងអស់យើងបានពិចារណានៅក្នុងជីវិតយើងកាលណាបើយើងមានប្រធមដែលជាឱវាទរបស់ព្រះសម្មាសម្ពុទ្ធហើយរួមទាំងយើងមានសមាទិដ្ឋិដើរទៅតាមផ្លូវដែលព្រះសម្មាសម្ពុទ្ធបានប្រកាសសម្ដែងហើយនៅក្នុងគម្ពីរបត្រៃបិដកដ៏ច្រើនដែលយើងទោះបីជាមិនបានចាក់ធ្លុះនៅអរិយសច្ចៈណាមួយក៏ត្រូវសន្សំឧបនិស្ស័យក្នុងការដែលយើងបានជួបប្រសពនៅក្នុងសាសនានេះឯងព្រោះសាសនាដទៃមិនបានប្រកាសសម្ដែងឲ្យសត្វលោកនឹងស្វែងរកឃើញដែលគេហៅថាបរមសុខជាទីមិនមានភ័យ
គឺសាសនារបស់ព្រះសម្មាសម្ពុទ្ធព្រះអង្គប្រកាសសម្ដែងឲ្យសត្វលោកនឹងបានជាប្រយោជន៍ព្រោះក្នុងដំណើរដែលព្រះដែលមានពភាទម្រាំតែព្រះអង្គបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធក៏ព្រះអង្គធ្លាប់កំសត់ធ្លាប់វេទនាធ្លាប់លំបាកទាំងជីវិតរបស់ព្រះអង្គក៏ព្រះអង្គធ្លាប់បូជាដើម្បីស្វែងរកនៅសព្វញ្ញុត្តញ្ញាណដើម្បីស្វែងរកនៅពោធិញ្ញាណត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធទោះបីជាលះបង់ជីវិតនឹងក៏អត់ស្ដាយស្នោះដោយសារអីអញ្ចឹងបានជាដំណើរជីវិតយើងទាំងអស់គ្នាយើងដឹងហើយថាបើដឹងថាជីវិតនឹងឯងពោពេញទៅដោយទុក្ខហើយយើងត្រូវតែប្រឹងប្រែងដើម្បីស្វែងយល់អំពីដំណើរជីវិតហើយដែលអាចស្វែងយល់ទៅបាននោះក៏តើញាតិញោមចេះស្ដាប់អ្វីគឺស្ដាប់ពធដែរព្រោះពធយើងមើលដោយលោកចាស់គ្រូបង្ហាត់រយៈពេលប្រមាណមកយើងឃើញបុគ្គលដតីក្រោយពីបានស្ដាប់ពធទៅគឺលះបង់នៅអ្វីហើយទាំងដែលពុទ្ធបរិស័ទនឹងធ្លាប់ឮពាក្យពុទ្ធពធប្រសង់ឲ្យច្បាស់សម័យព្រះសម្មាសម្ពុទ្ធបុគ្គលខ្លះនៅជិតព្រះអង្គហើយក៏អត់បានស្គាល់ព្រះអង្គហើយដល់កន្លែងខ្លះទៅយើងមើលញាតិញោមពុទ្ធបរិស័ទបុគ្គលខ្លះក៏បានប្រទុះសារាយខឹងក្រោធចំពោះធម៌ព្រះអង្គទៅទៀតហេតុអីមកពីមិនបានមានឧបនិស្ស័យមិនបានសមឧបនិស្ស័យដើម្បីខ្សែគប់ជាមួយនឹងសពបរោះឬក៏មិនបានសន្សំឧបនិស្ស័យពីមុនមកដើម្បីខ្សែគប់ជាមួយនឹងធម៌ប្រដែលមានពភាកទៅធ្វើឲ្យបុគ្គលនឹងឯងក្តៅក្រហាយពីមួយថ្ងៃទៅមួយថ្ងៃទៅអត់មានធម៌របស់ព្រះសម្មាសម្ពុទ្ធដោយជាញាតិញោមពុទ្ធបរិស័ទដែលបានសិក្សាព្រះធម៌ដល់ទៅពេលសិក្សាយូរទៅចេះពិចារណាអប់រំចិត្តនឹងឲ្យត្រជាក់ក្នុងជីវិតនេះទោះបីជាជីវិតយើងត្រូវស្លាប់ឬត្រូវຕົកបណ្ណាយើងមានបទពិសោធន៍នៅក្នុងការដែលយើងសិក្សាព្រះធម៌នោះឯងព្រោះព្រះធម៌នេះជាគ្រូណាដែលព្រះអង្គប្រកាសសម្ដែងហើយសំបីទៅព្រះសម្មាសម្ពុទ្ធក៏ព្រះអង្គយកព្រះធម៌នេះជាគ្រូគោរពព្រះធម៌ពីព្រោះព្រះធម៌នេះឯងដែលធ្វើឲ្យបុគ្គលផ្សេងបាននៅសេចក្តីសុខដោយហើយទៅមើលញាតិញោមពុទ្ធបរិស័ទមកភាពចង់សម្ដែងពីទីពឹងដល់ពុទ្ធប្រកបដែលពុទ្ធបរិស័ទទៅចូលកាន់មកកាន់ព្រះសាសនាហ្នឹងតើញាតិញោមចង់បានអ្វីគឺអត់មានចង់បានអ្វីក្រៅអំពីចំណែកនៃបុណ្យកុសលដែលយើងបានជាប្រយោជន៍ដែលជាយានសម្រាប់ឲ្យយើងបានជាប្រយោជន៍ក្នុងដំណើរដែលយើងលះបង់នៅរូបរាងកាយយើងដែលជាសាលាសំណាក់ដល់ខ្លីយើងរស់នៅមួយរយៈអញ្ចឹងទៅឬក៏មួយពេលយើងត្រូវលះបង់នៅផ្ទះនឹងឯងគឺរាងកាយយើងទៅរកកន្លែងថ្មីទៀតកន្លែងសុខអញ្ចឹងទៅក៏ប៉ុន្តែចូលដល់កន្លែងសុខនោះតើពុទ្ធបរិស័ទនឹងចាស់បំពេញនៅសេចក្តីល្អចាស់យកទីពឹងពិតប្រាកដព្រោះយើងឃើញហើយរតនៈឯណាមួយក្នុងលោកមានច្រើនណាស់ក៏ប៉ុន្តែមិនស្មើនឹងព្រះពុទ្ធរតនៈព្រះធម្មរតនៈព្រះសង្ឃរតនៈដែលជារតនៈមួយដ៏អស្ចារ្យដែលអាចធ្វើឲ្យយើងបានជាប្រយោជន៍ជាទីពឹងណាហើយបុគ្គលដែលបានយកព្រះអង្គជាទីពឹងព្រះសម្មាសម្ពុទ្ធជាទីពឹងអត់មានទៅទីពឹងដទៃអត់មានភ្ញាក់ផ្អើលអំពីរឿងអីផ្សេងទោះបីជាអ្នកណាមកបង្អើលយ៉ាងណាក៏អត់ភ្ញាក់ផ្អើលក៏ប៉ុន្តែភាពនៃបឋិជនយើងកាលណាបើមានភ័យឈឺបន្តិចបន្តួចចឹងទៅមានភ័យឲ្យស្វែងរកទីពឹងខុសជាទីពឹងប្រាសចៈបញ្ញាទីពឹងអត់ពិតប្រកបទៅអត់បានបុណ្យប្រយោជន៍ដល់ទៅពេលសម័យប្រដមានពភាយើងមើលសំបីតែសុភពុទ្ធអកតថេដែលគាត់មានរូបរាងកាយជាមនុស្សថោកទាបហើយជាមនុស្សដែលដើរសុំទានគេជាមនុស្សកំលងគឺថាប្រដមានពភាព្រះអង្គកំពុងប្រកាសសម្ដែងព្រះធម៌នៅវត្តវេលវ័ននៅក្រុងរាជក្រឹសចឹងទៅពុទ្ធបរិស័ទនឹងកំពុងស្ដាប់ព្រះធម៌ដែលព្រះអង្គប្រកាសសម្ដែងព្រះធម៌ដ៏ច្រើន
ហើយខ្លួនឯងកំពុងតែជាអ្នកកំសត់ទូរគាត់ដែលសុំទានអញ្ចឹងទៅក៏គិតថាឃើញពុទ្ធបរិស័ទកំពុងស្ដាប់ពធព្រះអង្គសម្ដែងខ្លួនឯងប្រឹងចូលទៅជួបព្រះសម្មាសម្ពុទ្ធដែរក៏ប៉ុន្តែបើគិតទៅវាមិនសមខ្លួនឯងជាមនុស្សកំលន់ជាមនុស្សកំសត់ជាមនុស្សថោកទាបអញ្ចឹងមិនអាចចូលទៅកន្លែងដល់ប្រភពរបស់ព្រះសម្មាសម្ពុទ្ធទេក៏គិតថាបរិស័ទនៅទីនោះគេគឺជាអ្នកមានភាពមួយដែលជ្រះថ្លានឹងគុណព្រះអង្គដើរទៅចង់ស្ដាប់ពធព្រះអង្គចង់ស្ដាប់ពធព្រះអង្គអញ្ចឹងទៅក៏តាំងចិត្តស្ដាប់ទៅញាតិញោមស្ដាប់ធម៌ព្រះអង្គប្រកាសសម្ដែងទៅធម្មជាតិឯណាមួយកើតឡើងហើយតែងតែវិនិច្ឆ័យជាធម្មតាប្រកាសសម្ដែងប្រពុតបរិស័ទសពពុទ្ធកថានឹងក៏មានសតិបញ្ញាពិចារណានៅធម៌ព្រះអង្គពីព្រោះថាទោះបីជាខ្លួនឯងកំសត់ប៉ុណ្ណាហ្នឹងក៏ក្រោយពីបានធម៌ព្រះអង្គហើយអត់កំសត់ទេយកព្រះអង្គជាទីពឹងយកព្រះអង្គជាទីពឹងមែនណាញាតិញោមអត់មានទៅងាកឆ្វេងងាកស្ដាំអីប្រះចាក់ពីព្រះអង្គទេដោយឃើញគុណព្រះអង្គអរិយបុគ្គលក្រោយពីបានទទួលពីព្រះអង្គបានទៅជាសោតាបនបុគ្គលធ្វើឲ្យសពពុទ្ធកថានឹងបានសម្បត្តិដ៏អស្ចារ្យបានសម្បត្តិដ៏អស្ចារ្យគឺប្រធមរតនៈនេះដ៏ច្រើនទេដែលបានទទួលធម៌ពីព្រះអង្គឃើញច្បាស់ស្គាល់ព្រះអង្គច្បាស់ណាញ៉ឹមមើលបានទទួលធម៌ពីព្រះអង្គទៅបុគ្គលណាចង់សាកដល់ហើយទៅសំបីតែសកទេវរាជចង់សាកមើលលោចិត្តសពពុទ្ធកថាថាបុគ្គលដែលយកពុទ្ធជាទីពឹងនឹងលោចិត្តមើលចុះមកពីឋានលើមកនិមិត្តធ្វើខ្លួនឯងជាយៈដ៏ធំមួយហើយក៏បានពោលពាក្យថាឯងពោលពាក្យតែ3ម៉ាត់ឯងចង់បានអ្វីយើងអាចឲ្យឯងបានទាំងអស់ហើយពោលពាក្យនោះពោលពាក្យយ៉ាងម៉េចគឺថាប្រពុតហ្នឹងមិនមែនប្រពុតទេឲ្យសពប្រពុតគុទ្ធៈហ្នឹងថាអញ្ចឹងប្រពុតមិនមែនប្រពុតទេគ្រាន់តែឮតគ្នាពធហ្នឹងក៏គ្មានដែរសពប្រពុតគុទ្ធៈហ្នឹងសួរថាណាហ្នឹងតែយើងជាសកទេវរាជណែជន់អនពាលអត់មានខ្លាចទេវតាអត់មានស្ដេចអត់មានខ្លាចស្ដេចទេវតាទេដែលយកព្រះអង្គជាទីពឹងច្បាស់លឿនហើយហ្នឹងគឺអត់មានកោតញើតទេវតាដូចយើងដូចភាពអធិជនអីមកឃើញទេវតាហោះអីរត់ទៅមើលនេះក៏ប៉ុន្តែអរិយបុគ្គលលោកអត់ភ្ញាក់ផ្អើលទេច្បាស់លឿនមើលដូចជាកុមេលៈជាដើមដែលខ្លួនឯងដល់ទៅខ្វាច់ភ្នែកទៅពិចារណាក្នុងភ្នែកថាភ្នែកហ្នឹងគ្រាន់តែជាដុំសាច់មួយមិនមានអីជាពិសេសទេលោកពិចារណាថាអត់មានប្រយោជន៍អីហើយភាពអធិជនយើងមិនហ៊ានលះបង់អីទេញាតិញោមដោយហើយទៅសំបីតែគ្រាន់តែកូនសំបីតែគ្រាន់តែប្តីអីក៏ធ្វើឲ្យអាចដាច់សិលអញ្ចឹងទៅដោយយើងអត់មានស្រឡាញ់សិលជាងអ្វីទាំងអស់ក៏ប៉ុន្តែអរិយបុគ្គលលោកស្រឡាញ់សិលជាងពីជីវិតលោកមិនឲ្យដាច់សិលដោយសារតែក្រុមញាតិលោកមិនឲ្យដាច់សិលដោយសារតែតកតងនឹងក្រុមគ្រួសារឬក៏អ្នកដទៃដែរក៏ប៉ុន្តែលះបង់ជីវិតដើម្បីបូជាដល់អ្នកដទៃនេះជាពិសេសដែលពុទ្ធបរិស័ទយើងរៀនពិចារណាសិក្សាទៅតាមរឿងអ្វីត្បិតតែយើងសិក្សាទៅតាមធម្មបទយើងគិតថាជារឿងមួយក៏ប៉ុន្តែញាតិញោមបញ្ជូនចិត្តពិចារណានៅក្នុងរឿងមួយដែលលោកម្ចាស់គ្រូប្រហាត់យើងមើលដំណើររឿងសុទ្ធតែមានផលប្រយោជន៍នៅក្នុងការដែលយើងស្ដាប់មកចេះពិចារណាឲ្យបានជាប្រយោជន៍យើងឃើញថាដំណើរជីវិតសម័យព្រឹទ្ធមានពភាតតបុគ្គលផ្សេងដែលបានទទួលដែលបានខ្សែគប់ជាមួយព្រះអង្គធ្វើឲ្យបុគ្គលនឹងឯងតើវាបានជីវិតនឹងថ្លៃថ្លាប៉ុណ្ណាយើងមើលដល់តបុគ្គលខ្លះមិនបានចូលទៅខ្សែគប់នឹងព្រះអង្គទៅធ្វើឲ្យជីវិតខ្លួនឯងបាត់រហូតធ្វើបាបកម្មអាក្រក់ផ្សេងទៅនេះជាដំណើរជីវិតមួយដែលញាតិញោមពុទ្ធបរិស័ទយើងឃើញមានប្រយោជន៍ដែលញាតិញោមពុទ្ធបរិស័ទខំលះបង់មកស្ដាប់ពធនឹងស្ដាប់ទៅទាមទារឲ្យបានជាប្រយោជន៍ឲ្យបានបញ្ញាដើម្បីពិចារណាហើយក្រោយពីយើងបានសិក្សាពធហើយយើងមិនឃើញទោសអ្នកដទៃសម្លឹងឃើញទោសអ្នកដទៃព្រោះពធព្រះអង្គ
ក្រោយពីយើងបានស្ដាប់ហើយបានពិចារណាមានយោនិសោមនសិការៈហើយហ្នឹងគឺថាធ្វើឲ្យបុគ្គលនឹងមើលទៅសកត់សកុំចឹងបានជាខ្ញុំគណៈអាត្មាភាពតែងតែសម្លឹងមើលដោយលោកចាស់គ្រូអីដែលមានពធអញ្ចឹងទៅគណៈអាត្មាភាពក៏ខ្លាចគុណធម៌លោកមិនសូវហ៊ាននិយាយដោយសារអត់សូវហ៊ាននិយាយខ្លាចមកនៅចិត្តគ្នាទៅមិនសូវហ៊ាននិយាយថ្មីត្បិតតែខ្លួនឯងម្ចាស់ទឹកដីនៅទីនេះប៉ុន្តែដូចជាខ្លាចដោយសារខ្លួនឯងមិនសូវមានធម៌ច្រើនទៅតិចតួចណាមួយត្រូវខ្លះខុសខ្លះដោយការពាក្យសម្ដីទូមានគេទៅប៉ុន្តែក្នុងនាមដែលទូមានកណាគ្រប់ព្រះអង្គក៏ឲ្យបានចេះដឹងខ្លះនៅក្នុងចំណែកនៃធម៌ប្រតិមានពភាប៉ុន្តែជីវិតខ្ញុំគណៈអាត្មាភាពក៏ដូចជាទទួលការទូមានពីលោកម្ចាស់គ្រូខ្លះក៏ធ្វើជីវិតខ្លួនឯងនៅភេទនៃបព្វជិតនេះទប់ទល់ជាមួយនឹងរលកលោកធម៌បានខ្លះដោយសារមានពធព្រះអង្គទៅអត់មានទៅពិបាកចិត្តញាតិញោមណាខឹងញាតិញោមណាមិនខឹងអីគឺអត់ព្រោះអាត្មាភាពនៅទីនេះញាតិញោមខឹងច្រើនណាខឹងអាត្មាប៉ុន្តែអាត្មាមិនខឹងទេគេមិនឲ្យនៅអាត្មាទៅទៀតទៅមិនតែមានតែមួយកន្លែងទេណាកន្លែងមានច្រើនមិនរងតែរត់ដែរហ្នឹងព្រោះញាតិញោមឈប់ឲ្យនេះទៅកន្លែងទៀតទៅសាងស្នាដៃនៅកន្លែងណាទៀតមកប៉ុន្តែនៅទីនេះញាតិញោមខ្លះមិនសូវចូលចិត្តប៉ុន្តែមិនបុកបូជាញាតិញោមបុកបូជាព្រះតាំងចិត្តអញ្ចឹងទៅយ៉ានៅបានយូរទៅជិត10ឆ្នាំហើយនៅតាមវត្តហ្នឹងចឹងទៅដោយសារធម៌ព្រះអង្គបើសិនអត់ជួបចាស់គ្រូទៅមានប្រពន្ធមានអីគេឯងបាទប៉ុន្តែពេលជួបលោកចាស់គ្រូទៅឃើញធម៌ព្រះអង្គវាពិសេសជាងប្រពន្ធទៅទៀតណាវាឃើញធម៌ព្រះអង្គទៅទោះបីជាមិនបានជាធ្វើលោកគ្រូដោយលោកគ្រូហើយក៏ពិចារណាជីវិតខ្លួនឯងជាភេទបព្វជិតមួយអង្គនេះឲ្យវាទៅជាក់ចិត្តទៅមានតែខ្វល់ខ្វាយអីណាដុបមកវិឈឺក៏ដុបទៅវាមិនចាស់គ្រប់ទេនៅក្នុងโลกនេះអញ្ចឹងទៅគិតពិចារណាជីវិតទៅជាបុស្លាញ់ភ្នោះច្រើនជាងថ្ងៃណាសពឃើញភ្នោះសពឃើញសឹកទៅដូចភ័យក្រោកឡើងនៅស្បង់ទៅគឺមានអាសពអញ្ចឹងទេថ្ងៃណាសពឃើញកាជាមួយគេទៅណាចិត្តរបស់វាមានអញ្ចឹងដែរណាក៏ប៉ុន្តែទូមានចិត្តទៅស្ងប់ទៅវិញស្ងប់ដោយសារសិក្សាតាមប្រវត្តិអរិយបុគ្គលមើលភិក្ខុមួយអង្គលោកបុះតិចបុះទៅ6ដងដល់ទៅបុះទៅថ្ងៃមួយចេញទៅរកគោទៅចូលទៅក្នុងវត្តថ្វាយអង្គមភិក្ខុទាំងឡាយទៅសួរថាឃើញមហូបអាហារភិក្ខុទាំងឡាយនេះឆ្ងាញ់ណាហើយចេះសួរថាបបិទ្ធលោកម្ចាស់មហូបអាហារនេះឆ្ងាញ់រាល់ថ្ងៃហ្នឹងចេះអីជានិច្ចកាលចង់បុះដល់ទៅបុះបាន3-4ថ្ងៃចេញទៅត្រង់បាតទៅគិតថាបើកុំបុះទៅស្រួលបាទហើយសឹកទៅវិញទៅនៅជាមួយប្រពន្ធអីចឹងទៅមានប្រពន្ធដល់ពេលនៅចុះនៅឡើងគេទៅឲ្យទៅភ្ជួរស្រែភ្ជួរអីឯងបើសិនជានៅបុះអត់ពិបាកភ្ជួរស្រែទេដូចថាវាចិត្តវាមិនស្ងប់វាមិននៅក្នុងភេទបព្វជិតទូមានតែបានល្អអញ្ចឹងបានតែចិត្តរបស់យើងកាលណាបើយើងមិនបានទូមានអប់រំចិត្តឲ្យល្អហើយចិត្តរបស់យើងនេះគឺខូចណាស់ប្រៀបដូចជាស្វានឹងឯងវាកិច្ចចុកកិច្ចឡើងអញ្ចឹងទៅក្រោយពីយើងបានពធព្រះអង្គទៅវាធ្វើឲ្យបុគ្គលនឹងសំទៅបព្វជិតអីក៏សំជាសមណៈសក្យបុត្រនៃព្រះដែលមានពភាចឹងទៅពុទ្ធបរិស័ទដែលជាអ្នកសិក្សាធម៌ទៅសំជាឧបាសកឧបាសិកាជាអ្នកយកព្រះអង្គជាទីពឹងបើមិនបានខ្សែគប់នឹងសពបរោះមិនបានខ្សែគប់ធម៌ព្រះអង្គទេសំបីតែដោយហើយទៅពាក្យសម្ដីឧបាសកឧបាសិកាក៏មិនល្អប៉ះពាល់ធម៌ព្រះអង្គដល់ច្រើនដល់សិក្សាធម៌ព្រះអង្គចឹងទៅជ្រះថ្លាធម៌ព្រះអង្គស្ដាប់ទៅទោះបីជាយល់ខ្លះមិនយល់ខ្លះក៏បានជាប្រយោជន៍មិនសមបនិស្ស័យនៅក្នុងដែលយើងបានកើតមកជាមនុស្សហើយឲ្យបានប្រយោជន៍ព្រោះមានតិចមានភ្នែកសម្រាប់មើលសម្រាប់ស្ដាប់សិក្សាពធអញ្ចឹងទៅពិសេសនេះដែលជាបទពិសោធន៍ដែលខ្ញុំកណាត់អាត្មាភាពបានជួបនឹងម្ចាស់គ្រូប្រហែលឆ្នាំនេះក៏ធ្វើឲ្យជីវិតខ្លួនឯង
ภาษาเรียกได้ภาษาตรงทางเมียนกูจมหัวมวยอัดใส่คลายเก๋นะอัดใส่คลายไอ้เหยียดโยมไว้หมดดิ่งไว้ที่เอาแต่ครูนไอ้นี่เมียนจมหัวฉบับเลือดอัดเหียนอัดคลายบริษัทในครูนไอ้มันเมียนจมหัวฉบับเลือดมันบานเอาปรมจัดให้จัดแต่คลายเหยียดโยมจังเตอเราไปครูนไอ้เมียนจมหัวฉบับเลือดจังเตอสมบัยตัวกะนากรุปองก็รอในสรบสรูสบายเรื่อยๆไว้ตบัดแต่ประสงค์ชราในที่นี้แม้นก็เป็นแต่ในยีเปียสามัญจะทำเมียนกบาลแต่มวย